សួស្តីបងប្អូនអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំបរៀនបងប្អូនពីរបៀបដែលយើងកំណត់អេក្រង់ភ្លឺឲ្យបានយូរហើយនឹងរបៀបកំណត់ម៉ោងដើម្បីដើរឲ្យត្រូវបើសិនជាបងប្អូនអត់ចង់ភ្ជាប់ទូរស័ព្ទទេព្រោះថាម៉ោងនេះបើសិនជាបងប្អូនអត់ភ្ជាប់ទូរស័ព្ទយកទៅដំបងគឺវាដើរត្រូវទេតែបើសិនជាបងប្អូនអត់ចង់ភ្ជាប់មួយទូរស័ព្ទទេចង់ឲ្យវាដើរត្រូវកំណត់នៅលើនាឡិកានេះហ្មងអាហ្នឹងក៏យើងកំណត់បានដែរអញ្ចឹងជាដំបងគឺបងប្អូនចូលនៅកន្លែង setting សញ្ញាខ្ចៅនេះខ្ញុំដាក់បងប្អូនអ្នកគ្នាមើលចូលកន្លែងហ្នឹងមកបន្តមកបងប្អូនឃើញតម្រងបែបនេះហើយបន្តមកគឺខ្ញុំបរៀនបងប្អូនពីរបៀបដែលយើងតាំងអេក្រង់ឲ្យភ្លឺបានយូរអញ្ចឹងបងប្អូនចុចនៅកន្លែងសញ្ញានេះមកនេះសញ្ញាពន្លឺនេះមកចុចកន្លែងសញ្ញាហ្នឹងមកហ្នឹងហើយបន្តមកអានេះគឺវាមាន5លេខ5មានន័យថាវាភ្លឺបាន5វិនាទីអញ្ចឹងយើងចុចកន្លែងហ្នឹងមកបន្តមកយើងសេរីទៅ30 second ឬមកក៏60 second អញ្ចឹងយើងយក60ទៅភ្លឺបានយូរបន្តមកអាក្រោមទៀតអានេះ lock screen ហ្នឹងចុចហ្នឹងទៀតមកហ្នឹងហើយបន្តមកបងប្អូនយក60នេះមកអញ្ចឹងវាភ្លឺបានយូរហើយអញ្ចឹងហើយសម្រាប់របៀបសេរីម៉ោងសេរីថ្ងៃខែបងប្អូនចូលនៅកន្លែងម៉ោងនេះមកហ្នឹងហើយកន្លែងនេះគឺយើងសេរីថ្ងៃខែសេរីថ្ងៃខែហ្នឹងអញ្ចឹងឥឡូវគឺឆ្នាំ2025ហើយថ្ងៃទីខែហ្នឹងខែ12អញ្ចឹងយើងដាក់ទៅខែ12អូសមើលខែ12ទៅអូខេខែ12អូសវាចង់នៅកន្លែងកដានេះមកហើយថ្ងៃនេះគឺថ្ងៃទី25អូខេអញ្ចឹងយើងដាក់មកថ្ងៃទី25អូខេឥឡូវត្រូវអស់ថ្ងៃទី25ចុចគ្រីសមកហើយសម្រាប់ម៉ោងយើងសេរីតាមនឹងមកយើងចុចអូសមកកន្លែងកណ្ដាលមកឥឡូវនេះគឺម៉ោង5:10នាទីអញ្ចឹងគឺយើងចុចសេរីរហូតម៉ោង5មកបងប្អូនអូខេម៉ោង5នៅចំណុចលើនេះម៉ោង5:10នាទីអញ្ចឹងយើងអូសនៅកន្លែង10នាទីនេះមកកន្លែងលេខ10នេះមកអូខេអញ្ចឹងយើងចុចគ្រីសមកអញ្ចឹងសេរីបានហើយកន្លែងនេះយើងយក12ម៉ោងឬមកក៏យើងយក20ម៉ោងអញ្ចឹងយើងយក12ម៉ោងមកឬមកក៏24ម៉ោងបានទេអញ្ចឹងយើងយក12ម៉ោងអញ្ចឹងគឺរបៀបសេរីគឺមានតែប៉ុណ្្នឹងទេអញ្ចឹងនៅពេលដែលបងប្អូនសេរីហើយគឺម៉ោងមួយវាដើរត្រូវហើយអរគុណច្រើន